ដែលខ្ញុំចង់ផ្ដល់ឲ្យអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺសូមគម្រោងចាំពេលវេលាដែលល្អឥតខ្ចោះដើម្បីនឹងចាប់ផ្ដើមធ្វើអ្វីមួយជាយើងចាប់ផ្ដើមធ្វើវានៅក្នុងថ្ងៃនេះជាមួយនឹងអ្វីដែលយើងកំពុងតែមានមិនជាច្រើននៅរងចាំអាការល្អឬពេលវេលាដែលល្អប៉ុន្តែការរងចាំយូរពេកហ្នឹងវាធ្វើឲ្យយើងបាត់បង់ឱកាសជាច្រើនទៅវិញទេការរីកចម្រើនវាកើតឡើងនៅពេលដែលយើងចាប់ផ្ដើមធ្វើសាកល្បងហើយនឹងនៅពេលដែលយើងសាកល្បងហើយយើងនឹងរៀនបានអំពីកំហុសនៅទីនោះអញ្ចឹងនៅក្នុងថ្ងៃនេះបើសិនបើអ្នកធ្វើជំហានតូចមួយវាក៏ជាជំហានទៅមុខដែរដូចគេនិយាយថាដើម្បីបាន1000ជំហានតោះតែយើងចាប់ផ្ដើមពីមួយជំហានទៅអញ្ចឹងចូលអ្នករៀនពីអ្វីដែលថ្មីមួយក្នុងថ្ងៃនេះធ្វើការងារដែលអ្នកបានជាយើងកន្លងមកធ្វើបន្តិចម្ដងដែលយើងបានធ្វើយូរហើយហ្នឹងឬក៏អភិវឌ្ឍខ្លួនបន្តិចម្ដងបន្តិចបន្តួចក៏ដោយអានសៀវភៅមួយទំព័រពីរទំព័រឬក៏10ទំព័រក៏ដោយអញ្ចឹងជំហានតូចៗរាល់ថ្ងៃនេះវានឹងក្លាយទៅជាលទ្ធផលធំមួយនៅក្នុងថ្ងៃអនាគតខ្ញុំទាំងថាអ្នកទាំងអស់គ្នានឹងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងអស់គ្នា